សូមជូនរឿងសំណោចខ្មោចតាពេកភាគ2បន្ទាប់ពីទស្សនានិងសោយភាគ1រួចមកសូមបងប្អូនត្រៀមចិត្តត្រៀមផ្លោកសោយភាគ2ជាបន្តទៀតហើយភាគ2នេះខ្មោចតាពេកមកតាមលងដល់ក្នុងភូមិស្ដៅកន្លែងហើយមួយរយៈនេះអត់មានអ្នកណាមកជួបឯងក្បែរផ្ទះអញសោះវៃដល់ពេលអត់បានលងអញ្ចឹងខ្លួនប្រាណដូចជាចង់កាំងកលេអស់ហើយនេះតែមកអីទៀតចាំអញទៅតាមលងពួកឯងដល់ក្នុងភូមិហ្មងដោយសារតែខ្មោចតាពេកមានបារមីយពៈនៅត្រឡោកបែកតាមការពារទើបធ្វើឲ្យតាពេកចេញលងទាំងយប់ទាំងថ្ងៃគ្មានខ្វល់ពីក្បាលនរណានោះទេហើយថ្ងៃនេះតាពេកពុកលេងដេញចាប់ជាមួយអ្នកភូមិទាំងកណ្ដាលថ្ងៃត្រង់តែម្ដងកុំរត់លឿនពេកវើយអញដេញចាប់អត់បានទេកុំដេញអញអាខ្មោចក្បាលទំពេកកុំដេញអញដៃជើងខ្លីៗសោះរត់លឿនមែនវ៉ៃមើលអ្នកមើលសុំលងមួយមើលជួយផងម៉ែជួយខ្ញុំផងមានរឿងអីមីខ្ញែករត់លឿនម៉េះខ្មោចអាតាទំពេកក្បាលវាតាមលងខ្ញុំម៉ែចេះតែថាមកខ្មោចនេះចេញលងកណ្ដាលថ្ងៃត្រង់នោះអញជឿទេមែនតើម៉ែវាដេញលងខ្ញុំមកផ្ទះពួកអកញ៉ុយមិញហ្នឹងហើយមិនព្រមដេកទៅរត់លេងកណ្ដាលថ្ងៃត្រង់ឲ្យខ្មោចលងអញ្ចឹងចុះសុំមុខបន្ទាប់ពីលងក្មេងៗរួចតាពេកក៏មកអង្គុយលេងមុខផ្ទះធ្វើតែមិនដឹងយីវ៉ៃថ្ងៃនេះលងដូចសបាយដល់ហើយវ៉ៃកាលនៅរស់ដូចមិនសបាយអញ្ចឹងសោះតើតែងាប់បាត់ហើយបានសបាយដឹងអញ្ចឹងងាប់តាំងពីយូរបាត់ហើយអញម្ដងនេះខ្មោចតាពេកបានបែកគំនិតមកលងឆ្កែវិញម្ដងតែលើកនេះតាពេកចូលដើរម្ដងវិញហើយថ្ងៃនេះដូររសជាតិលងម្ដងមើលវ៉ៃសាក់ទៅលងឆ្កែមើលវាខ្លាចអត់បើវាខ្លាចអញលងទាំងមនុស្សទាំងឆ្កែហ្មងតាពេកហោះបណ្ដើរនិយាយបណ្ដើរទាំងមានអារម្មណ៍រីករាយជាខ្លាំងចំអាមួយនេះអត់ខ្លាចអញផងហ្នឹងអញសាកដូរស្ទាយលងមួយទៀតមើលវ៉ៃរំចេរំចេអានេះអត់ខ្លាចហើយខំអញទៀតវើយទៅហើយអញថ្ងៃនេះចូលដើមហើយអញចង់ចំណេញដាច់ចំណងមែនថ្ងៃក្រោយលងតែមនុស្សបានហើយព្រោះតែមិនបានត្រៀមខ្លួនហើយប្រថុយញុចពេកធ្វើឲ្យតាពេកភ្លេចខ្លួនថាយីអញភ្លេចឲ្យឆឹងថាខ្លួនឯងបំបាំងកាយកើតខំតែហោះកិច្ចពីឆ្កែ1 2 3ពីវបន្ទាប់ពីត្រូវឆ្កែដេញខំរួចមកតាពេកឈប់ទៅលងឆ្កែទៀតហើយបេសកកម្មគាត់នៅថ្ងៃនេះគឺលងមីញ័រព្រឹកនេះស្ងាត់ស្រងំល្អម៉េះមីខ្ញែបអើយមីខ្ញែបហើយមីកូននឹងទៅលេងនៅណាបាត់ទៅវ៉ៃបានជាហៅមិនឆ្លើយសោះមិនស្រួលទៅលេងនៅផ្ទះពូញ័យបាត់ទៀតហើយមើលទៅភ្លាមនោះក៏មានសំឡេងឆ្កែលូយ៉ាងចម្លែក
ធ្វើអីនឹងខ្ញុំមានបាយកកស៊ីអអញសុំស៊ីតិចមក ចុំខ្មោចតាពេកអត់មានទេតាមានតែបាយក្តៅខ្ញុំទៅហើយ បាយក្តៅក៏ស៊ីដែរហា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  យីអាតានេះមកលងសំបាយកោឯងស៊ីទាំងព្រឹកហ្មងវៃអត់កើតទេអីរត់ទៅឲ្យយាយខាន់ធូជួយសិន ពេលរត់ទៅដល់ផ្ទះយាយចន្ទធូមីងញក់ក៏បានធូរស្បើយចិត្តបន្តិចបន្ទាប់ពីបានជួបជាមួយយាយចន្ទធូមីងញក់ក៏បាននិយាយប្រាប់រឿងរ៉ាវដ៏ជីបអូចឲ្យយាយចន្ទធូដឹងហើយហងឯងទើបតែជួបលើកទី1មែនបានជាភ័យលិចអាចលិចនោមហ្នឹង ហ្នឹងហើយយាយតាំងពីកើតមកនេះជាលើកទី1របស់ខ្ញុំហើយព្រោះភូមិយើងមិនធ្លាប់មានខ្មោចលងទេអញកាលលើកទី1ក៏ដូចហងឯងដែរតែឥឡូវរៀងស្វមបន្តិចហើយព្រោះឃើញចង់រាល់ថ្ងៃពេក គិតទៅតាហ្នឹងដូចចង្រៃណាយាយអ្នកភូមិយើងទាំងចាស់ទាំងក្មេងគាត់លងទាំងអស់ស្លាប់ហើយមិនព្រមទៅចាប់យាថ្មីទៅអត់ទេនៅចងកម្មចងពៀជាមួយអ្នកភូមិទៅអីទៀតឆ្ងល់មែនតា ហងឯងមិនបាច់ឆ្ងល់ទេតាមអញស្មានតានងខឹងពួកយើងដែរទៅអាចក្បែរផ្ទះគាត់ហើយមើលទៅ បើនិយាយរឿងហ្នឹងដូចជាប្រហែលដែរយាយព្រោះអ្នកភូមិយើងទៅអាចក្បែរផ្ទះគាត់សឹងតែគ្រប់គ្នាហើយ អញ្ចឹងបានអញថាហ្នឹងណាចាំមើលអញទៅសួរអាខ្ញុយមើលតើវាមានវិធីអីដោះស្រាយរឿងខ្មោចតាពេកអត់ ចាយាយសួរគាត់ទៅខ្លែងគាត់មានវិធីដោះស្រាយបាន ហងឯងទៅផ្ទះទៅអញ្ចឹងតាពេកគាត់លោមួយថ្ងៃតែម្ដងទេ ចាយាយខ្ញុំទៅសិនហើយអញ្ចឹង បន្ទាប់ពីនិយាយចប់មីងញក់ក៏បានដើរត្រឡប់ទៅផ្ទះវិញជាធម្មតាលុះស្អែកឡើងយាយចន្ទធូបានដើរមកផ្ទះពូអុកញុយទាំងព្រឹកដើម្បីឲ្យគាត់ជួយដោះស្រាយរឿងខ្មោចតាពេកគ្រាន់តែទៅដល់យាយចន្ទធូក៏បាននិយាយរឿងរ៉ាវខ្មោចតាពេកប្រាប់ពូអុកញុយភ្លាមអាខ្ញុយមិនហើយជីវិតមានមិនយាយខ្ញុំនៅតែដេកបាត់ភ្នែកដូចរាល់ដងហ្នឹងហើយមកមានការអីដែរយាយដូចស្លន់ស្លោម្លេះថ្ងៃនេះ បើមិនអោយស្លន់ស្លោយ៉ាងម៉េចបើខ្មោចតាពេកដើរលងគេលងឯងឡើងផ្អើពេញភូមិហើយហ្នឹងហើយអញមកនេះចង់ឲ្យឯងជួយគិតអញមើលថាយើងគួរតែធ្វើយ៉ាងម៉េចទើបខ្មោចតាពេកឈប់លងយើងខ្ញុំក៏គិតអីមិនចាញ់ដែរយាយបើខ្ញុំក៏ត្រូវតាពេកលងរាល់ថ្ងៃដែរហ្នឹងតែខ្ញុំមានគំនិតមួយណាយាយ គុំនិតស្អីគេនិយាយមកឲ្យលឿនមកអញចាំស្ដាប់ ខ្ញុំគិតថាក្នុងភូមិយើងខ្មោចតាពេកលងឡើងវល់អស់ហើយតែមានមួយកន្លែងដែលគាត់មិនទៅលងណាយាយក ន្លែងណាខ្ញុយអញដល់ពេលអញ្ចឹងរកនឹកមិនឃើញសោះនៅក្នុងវត្តនោះអីយាយខ្មោចវាមិនហ៊ានចូលលងក្នុងវត្តនោះទេ អូអញយល់ហើយចង់មានន័យថាឲ្យពួកអ្នកភូមិនាំគ្នាទៅនៅក្នុងវត្តមែនទើបខ្មោចលែងហ៊ានលង មែនអញ្ចឹងទេយាយមិនយាយឯងចង់ឲ្យអ្នកភូមិទៅនៅក្នុងវត្តមួយជីវិតមិនមែន ហាអញ្ចឹងមានតែឲ្យវត្តមកបង្ក្រាបខ្មោចតាពេក កាន់តែវល់ហើយយាយខ្ញុំចង់និយាយថានៅក្នុងវត្តមានព្រះសង្ឃហើយព្រះសង្ឃមានបាលីអាចបង្ក្រាបខ្មោចបានណាយាយអញ្ចឹងយើងគួរតែទៅរកព្រះសង្ឃឲ្យជួយទៅក្រែងអាចជួយបានណាយាយ មួយថ្ងៃហើយមិនព្រមនិយាយរឿងព្រះសង្ឃឲ្យចំអញ្ចឹងមកអត់ទេទៅនិយាយរឿងវត្តអីណាអាបែក យាយឯងនោះហើយបែកខ្ញុំនិយាយរឿងវត្តព្រោះព្រះសង្ឃគង់នៅក្នុងវត្តហ្នឹងណា អញ្ចឹងយើងទៅរកព្រះសង្ឃឲ្យជួយនៅពេលណាដែរខ្ញុយ ចាំអង្ការទៀតយាយទៅឥឡូវទៅតោះ បន្ទាប់ពីនិយាយចប់ពូអុកញុយនិងយាយចន្ទធូ
ក៏បាននាំគ្នាដើរសំដៅទៅរកវត្តដើម្បីនិមន្តព្រះសង្ឃឲ្យមកជួយកម្ចាត់ខ្មោចតាពេកពាក្យពីរនេះក៏សូមស្លេះត្រឹមនេះសិនសូមបងប្អូនទង់ចាំតាមដានទស្សនាភាគ3ជាបន្តទៀតតើព្រះសង្ឃអាចកម្ចាត់ខ្មោចតាពេកបានដែរឬទេបើបងប្អូនគិតថារឿងនេះល្អមើលសូមបងប្អូនជួយចុច Subscribe ឬអក្សរជាវឲ្យខ្ញុំម្នាក់មួយផងសូមអរគុណសូមជម្រាបលា